ផ្នែកបាតលើពី 1,8 ទៅ 2,7 ម៉ែត្រផ្លែកបាតក្រោមពី 0,6 ទៅ 0,9 ម៉ែត្រជម្រៅមាន 1,2 ទៅ 1,8 ម៉ែត្រដើម្បីងាយស្រួលគ្រឿងយន្តដំណើរការកូនប្រឡាយដែលជីកចូលចម្ការត្រូវតែមានលក្ខណៈស្របគ្នាហើយមានទិសដៅតែមួយ 8,2 ការរៀបចំដីដំណាំស្វាយចន្ទីជាដំណាំត្រូវការពន្លឺដូច្នេះដីដែលត្រូវដាំដំណាំនេះមិនត្រូវឲ្យមានដំណាំណាដុះក្រោយពីលើឬមានម្លប់បាំងពីលើទេចំពោះឫសឈើដែលនៅក្នុងដីត្រូវសម្អាតចេញពីកន្លែងដាំយ៉ាងហោចណាស់2 ម៉ែត្រ4ជ្រុងនឹងគួរដាំដំណាំគម្របដីដើម្បីការពារសំណើមដីនិងអាចជួយបង្កើនជីជាតិដីបានថែមទៀតផង8,3 ការជីរនតៅការជីករនតៅត្រូវជីក50 សង់ទីម៉ែត្រ4ជ្រុងនិងជម្រៅ50 សង់ទីម៉ែត្រដែរការជីកនេះត្រូវបែងចែកដីស្រទាប់លើដាក់ផ្សេងនិងដីស្រទាប់ក្រោមដាក់ផ្សេងដើម្បីយកដីស្រទាប់លើនេះមកលាយជាមួយជីកំប៉ុស្តនិងកំបោរថ្មសម្រាប់លុបវិញដោយពេលដាំដាក់នៅស្រទាប់ខាងក្រោមហើយការជីកនេះគួរជីកក្នុងអំឡុងខែមេសាដើម្បីហាលរនតៅសម្រាប់មេរោគសម្រាប់ដាំនៅខែឧសភាឬដើមរដូវវស្សាចំពោះចន្លោះគុម្ពសម្រាប់ដាំស្វាយចន្ទីវាអាស្រ័យទៅតាមប្រភេទដីនិងជីជាតិរបស់ដីសមត្ថភាពផ្ទុកទឹករបស់ដីពូជស្វាយចន្ទីដែលត្រូវដាំចំពោះពូជ M-23M-7A-40 បើដាំនៅតំបន់ដីក្រហមក្នុងខេត្តកំពង់ចាមរដ្ឋរតនគិរីគេច្រើនដាំចន្លោះគុម្ព 10 គុណនិង 10 ម៉ូនិង 12 គុណនិង 12 ម៉ូចំណែកដីខ្សាច់ដូចជាខេត្តកំពង់ធំគេច្រើនដាំចន្លោះគុម្ព 8 គុណនិង 8 ម៉ូ 9 គុណនិង 9 ម៉ូនិង 10 គុណនិង 10 ម៉ូជាទូទៅគួរតែជីករនតៅដែលមានទំហំ 1 ម៉ែត្រ x 1 ម៉ូ x 1 ម៉ែត្រចំពោះដីល្បាយជាចុងក្រោយសូមពងម៉ែបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងការបង្កើត Channel នេះឡើងក្នុងគោលបំណងចែករំលែកនៅចំណេះដឹងក៏ដូចជាឯកសារដែលពាក់ព័ន្ធទៅនឹងវិស័យកសិកម្មសូមអរគុណ